អូខេតោះថ្ងៃនេះចង់បង្ហាញយើងតិចតែប៉ុនជាមួយនឹងការរៀបចំ basic UV ទៅលើ object សាមញ្ញរបស់យើងអញ្ចឹងដូចជាការដាក់ material ប្រភេទ PBR material PBR material អីគេហ្នឹងកុំតន់ខ្វល់ពីវាឥឡូវខ្ញុំចូលទៅដល់ Blender ខ្ញុំទៅបង្ហាញឲ្យយើង step by step ធ្វើមួយទាំងអស់គ្នាអញ្ចឹងវីដេអូមួយនេះមិនមែនសម្រាប់អ្នកចេះ U ហើយទេគឺសម្រាប់អ្នកទៅចាប់ផ្ដើមដំបូងអញ្ចឹងយើងចូលទៅក្នុង Blender ទាំងអស់គ្នាទីនេះយើងមានជាតុតូចមួយហើយនឹងកៅអីឥឡូវតើមាន texture អីទាំងអស់ហើយយើងចូលមកក្នុងកន្លែងនេះមកយើងប្រើ solid shading ជាអក្សរ Z មកអក្សរ Z របស់យើងហ្នឹងយើង solid ហើយខ្ញុំដូរកន្លែងនេះខ្ញុំដូរទៅជា random color ហើយយើងប្រើជា cavity អីចឹងទៅគ្នាយើងអាចធ្វើបានហើយខ្ញុំប្រើជា matte cap កន្លែងនេះខ្ញុំប្រើអាកោគេនេះអញ្ចឹងយើងរូបវារបស់យើងលក្ខណៈអីគេ cut tool មិនអញ្ចឹងហ៎អា tool shader របស់វាអូខេតោះចឹងចាប់ដើមធ្វើការរៀបចំបញ្ចូល material ដើម្បីធ្វើការដាក់ material ហើយយើងមើលឃើញ material របស់យើងគឺយើងឈរនៅលើ slot ទី3របស់យើងនេះគឺ material preview ចុចលើវាបាច់មកចឹងយើងអីគេបង្ហាញជា material តែពេលនេះអត់មានអីទាំងអស់ហើយយើងបានប្រើជាមួយនឹង world របស់យើងនេះខ្ញុំប្រើជាអីគេ environment texture មួយដើម្បីដាក់ពន្លឺទៅឲ្យវាខ្ញុំប្រើ lighting អីទាំងអស់ហើយយើងប្រើជាមួយនឹង HDRI សុទ្ធហើយទៅជាមួយនឹងការដាក់ HDRI បង្ហាញនេះភាសាក្នុងវីដេអូមុនបើគ្នាយើងអត់តមើលទេគ្នាអាចចូលទៅមើលបានខ្ញុំដាក់ link ក្នុង description របស់ខ្ញុំហ្នឹងហើយអញ្ចឹងយើងចូលមកយើង hide ជា2ឬថយ hide viewport ជា2មកហើយយើងចុចលើខាងឆ្វេងរបស់យើងនេះយើងយក asset browser ហើយយើងចូលមកក្នុងនេះយើងយកអីគេ Poly Heaven ខ្ញុំបោកគ្នាយើងអស់ហើយ HDRI យើង download ខ្លួនឯងមិនអញ្ចឹងហ៎គ្រប់យ៉ាងមានស្រាប់ free ទាំងអស់ហើយទី1ចូលមកមួយណាក៏បាត់អត់បញ្ហាអូខេតែប៉ុណ្្នឹងទេឥឡូវយើង merge អាពីរនេះចូលគ្នាវិញឧទាហរណ៍ដាក់ឲ្យចំកែងអូខេតោះបានហើយអញ្ចឹងយើងចូលប៉ុណ្្នឹងហើយយើងចូលមកកាន់ material របស់យើងនេះដើម្បីដាក់ material បញ្ចូលឥឡូវអត់មានអីទាំងអស់អញ្ចឹងយើងបង្ហាញតែមួយនេះយើងអាចទៅបានអូខេខ្ញុំមានកាមេរ៉ាមួយដែរឡើយហ្នឹងខ្ញុំដាក់កាមេរ៉ាយើងពង focus កន្លែងនេះអញ្ចឹងខ្ញុំអត់ lock ទេពីខ្ញុំអត់ lock អញ្ចឹងពីខ្ញុំធ្វើការ navigate ទៅគឺវាចេញពីកាមេរ៉ារបស់យើងចង់ចូលកាមេរ៉ាវិញជា0នៅលើ memory keypad របស់យើងហ្នឹងវានឹងចូលមកកាន់កាមេរ៉ា view អញ្ចឹងយើងងាយស្រួលអត់ប៉ះពាល់កាមេរ៉ារបស់យើងចាប់ប្លង់កន្លែងណាវាបង្ហាញកន្លែងហ្នឹងរហូតអញ្ចឹងហើយអញ្ចឹងយើង zoom control អូសមកកណ្ដាលឡើងចុះមកយើងអាច zoom បានហើយចុចមកកណ្ដាលជាប់ពវល់មកគឺយើងអាចពវល់បានអូខេតែប៉ុនជាមួយនឹង viewport navigation អីហ្នឹងយើងអាចទៅ check មើលខ្លួនឯងបន្ថែមបានព្រោះជា basic ខ្លាំងមែនតើហើយពីដំបូងទៅទីហ្នឹងអញ្ចឹងហ៎អូខេតោះចាប់ផ្ដើមរៀបចំ UV ឲ្យវាចឹងយើងមើលពីតុកនេះទៅមុនវាស្រួលមើលវាជ្រុងអញ្ចឹងដូចយើង cube មួយដែរចឹងគ្រប់យ៉ាងវាអត់ពិបាកយល់ចឹងមុននឹងចាប់ផ្ដើមធ្វើយើងត្រូវគេបង្កើត new material មុនសិនចុចមកបោះអញ្ចឹងមកហើយដំបូងឡើយ material យើងចូលមកហើយគឺមាន base color ពណ៌សអញ្ចឹងជា default របស់វាចុចលើវាហើយយើងដូរពណ៌បានអត់ទេនេះគឺគេ color របស់វានឹងឯងអត់មាន texture ទេ texture គឺសំដៅទៅលើជាអីគេជា surface value មួយគឺតម្លៃរបស់ផ្ទៃឥឡូវយើងនិយាយអំពី PBR texture ណាPBR texture គឺរូបភាពដែលយើងយកពីគេបស្រាប់ហើយយើងធ្វើការក្រាលវាទៅលើ object តែម្ដងតែមុននឹងក្រាលត្រូវមានអីគេសិនត្រូវមាន UV អត់ UV ទេក្រាលអត់ចំទេអូខេតោះអញ្ចឹងចាប់ដើមដាក់ PBR ទៅទាំងអស់គ្នាដើម្បីងាយស្រួលក្នុងការគ្រប់គ្រងទៅលើ texture របស់យើងគឺយើងអត់ធ្វើការទៅលើនេះទេគឺយើងបើក shader editor មួយទៀតអញ្ចឹងយើងចូលអីគេយើង hide ជា2ដែរមក hide ជា2អូខេយើង split វាគេ split ហើយយើងដូរកន្លែងនេះមកទៅជា shader editor អញ្ចឹងយើងមានជា node ឃើញអត់អញ្ចឹងគ្រប់យ៉ាងបេះបិទពីរនេះបេះបិទគាត់ថាមួយយើងធ្វើទៅលើជាលក្ខណៈដូចជា layer អញ្ចឹងមួយទៀតយើងធ្វើជា node អញ្ចឹងយើងស្រួលធ្វើការគ្រប់គ្រងជាងមិនអញ្ចឹងណាអូខេតោះអញ្ចឹងយើងមើលទាំងអស់គ្នាមុននឹងចាប់ផ្ដើមយើងធ្វើការអីគេដាក់រូបភាពបញ្ចូលទៅមកពីណារូបភាពជាអក្សរ N មួយមកបង្ហាញនេះជាអក្សរ N លាក់ទៅវិញហើយក្នុង folder របស់យើងមាន3 folder ក្នុងនេះមានជា wood ទាំងអស់អញ្ចឹងយើងអាចធ្វើការ download បានចូលទៅក្នុង Telegram channel គេបានដាក់ link ខាងលើហ្នឹងគឺយើងអាចចូលទៅ download បានហើយធ្វើការអនុវត្តតាមគ្នាយើងអាចយកមួយណាក៏បានពីគេមកផ្សេងទៀតក៏បានអត់បញ្ហាទេ Poly Heaven គឺមានគ្រប់យ៉ាងទាំងអស់ក្នុងហ្នឹងតែខ្ញុំ download ឲ្យស្រាប់យើងប្រើយកហ្មងទៅជិះពីដល់មកឥឡូវជិះពេញចិត្តមួយណាអូខេឧទាហរណ៍ថាមួយនេះជារូបភាពអញ្ចឹងណាអញ្ចឹងយើងអាចប្រើវាដាក់ទៅលើ object របស់យើងបានអញ្ចឹងទីចូលបានអត់ទេទីចូលមកក្នុង Blender ដាក់ចូល plug អូខេដាក់ចូលក្នុងនេះមក play fact មកវាចូល plug អញ្ចឹងហើយឬម្យ៉ាងទៀតយើងអត់ទាន់មានរូបភាពយើងអាចចុច Shift A add វាមួយមកវាយពាក្យថា image texture នេះចេញមក image texture ចុចមកដូចគ្នាអត់ទេដូចគ្នាបេះបិទពីនឹងអត់ខុសទេអញ្ចឹងយើងលុបអានេះចោលទៅយើងមានស្រាប់ហើយមិនអញ្ចឹងហ៎ចេះស X លុបពីចោលអូខេអញ្ចឹងទីអីគេចូលទី color យើង zoom មកនេះយើងចុចបើ scroll មកបើយើងឡើងចូលមកយើង scroll បាន control ចុចមកកណ្ដាលអូសឡើងចុះបានដូចគ្នាបើកណ្ដាលអូសជាប់មកយើងអាចរំកិលបានដូចគ្នាអញ្ចឹងគ្រប់យ៉ាងយើងធ្វើនៅលើ viewport
នៅក្នុងអីគេ view ផ្សេងទៀតគឺបិទ shortcut key នឹងការ navigation របស់វាតែមួយទេ Blender វាស្រួលថងហ្នឹងអូខេអញ្ចឹងចាប់ដើមអីគេចាប់អានទីរូបភាពរបស់យើងនេះដាក់បញ្ចូលទៅក្នុង principal BSDF កុំតន់ខ្វល់ច្រើនព្រោះវាមាន slot ច្រើនហ្នឹងហើយនេះបើយើងឆ្ងល់ច្រើនយើងអាចទៅមុខបានទេអញ្ចឹងយើងមើលមួយសិនថាអ្វីដែលសំខាន់ដែលយើងត្រូវដឹងអញ្ចឹងទី1យើងដឹងហើយថាយើងមាន color base color របស់វាដាក់មកជាពណ៌ចាំបានជារូបភាពបញ្ចូលគឺយើងជំនួសកន្លែងពណ៌ហ្នឹងដោយអីគេដោយរូបភាពរបស់យើងអញ្ចឹងយើងទាញអីគេទាញ color នេះដាក់ចូលមក lock យើងមើលចេញមកនៅចេញមកយើង zoom មកចិត្តមកឃើញអត់ចេញមកតែវាមិនទាន់ទៅ 100% ទេដោយសារ UV របស់យើងអត់តរៀបចំតែឥឡូវឧទាហរណ៍ថាខ្ញុំចង់ឲ្យវាដេកមកខាងនេះវិញអត់ចង់ឲ្យប្រឆិតអញ្ចឹងទេកន្លែងហ្នឹងឲ្យធ្វើគេត្រូវសិក្សាអំពី UV អូខេអញ្ចឹងអា3ងាយស្រួលខ្ញុំបង្ហាញឲ្យយើងតែទៅ basic នៃការរៀបចំ UV ទីសិនអញ្ចឹងខ្ញុំហាយនឹងជា2ទៀតមកអូខេខ្ញុំញ៉ៃជា2អញ្ចឹងមួយ shader editor មួយទៀតគឺ UV editor ខ្ញុំដូរមកកាន់អីគេដូរមកកាន់ UV editor អូខេយើងមើលមាន UV នៅឡើយនេះគឺមានស្រាប់តែអត់ស្អាតអញ្ចឹងចង់ធ្វើការកែសម្រួល UV ជា tape មួយមកចឹងយើងចូលមកកាន់ edit mode ដើម្បីធ្វើការ select ទៅលើអីគេទៅលើ edge របស់វាក្នុងការកាត់ seam អញ្ចឹងដើម្បីធ្វើការ hide UV មានន័យថាយើងធ្វើការដាក់ធ្នេរវាដើម្បីយើងកាត់ចេញមកយើងពលាចេញមកពលាហើយយើងក្រាលពីលើអីគេពីលើ texture រាងការ៉េរបស់យើងនេះអញ្ចឹងវានឹងអីគេវានឹងយក texture ហ្នឹងទៅបិទនៅលើ object របស់យើងទៅតាមរាងនៃការកាត់របស់យើងនឹងឯងអញ្ចឹងវាមានរឿងវែងឆ្ងាយទៀតខ្ញុំនឹងបង្ហាញឲ្យយើងទៅជាមួយនឹង UV និងវីដេអូផ្សេងដាច់ដល់ like មួយទៀតងាយស្រួលយល់ជាងហ្នឹងព្រោះកាលនេះចង់និយាយអំពី PBR material ដាក់ចូលអញ្ចឹងណាអូខេអញ្ចឹងដើម្បីងាយស្រួលក្នុងការកាត់ UV ទីយើងដំបូងអញ្ចឹងទីយើងអាចជាអក្សរ A select all ហើយចុចអក្សរ U ហ្នឹងគឺ UV នឹងឯងគឺ UV mapping យើងយកអាមួយនេះមកនេះSmart UV project ជាពាក់ព័ន្ធជាមួយនឹង shape សាមញ្ញ4ជ្រុងអញ្ចឹងយើងប្រើមួយនឹងមកយកមកអស់ហើយចុចវាប៉ាច់មកហើយចុចអីគេ unwrap យើងឃើញអត់នេះវាធ្វើការកាត់ជាកង់ឲ្យយើងឥឡូវនេះចុចវាមកយើងឃើញស្រេចអត់ទេអានេះអាក្រោមអានេះអាចគេចំហៀងអានេះអីគេខាងឆ្វេងខាងស្ដាំរបស់យើងនេះអានេះខាងមុខខាងក្រោយអានេះខាងមុខទីយើងងាយស្រួលគ្រប់គ្រងនៅយើងអាចគ្រប់គ្រងបានហើយអញ្ចឹងឥឡូវឧទាហរណ៍ថានេះមកត្រូវរបស់គេនេះមកត្រូវហើយប៉ុន្តែអានេះវាអីគេវាបញ្ឈរវិញខ្ញុំចង់វាប្តេកដែរអញ្ចឹងធ្វើម៉េចឥឡូវវាបញ្ឈរចេះចង់វាប្តេកយើងគាត់បង្វិលវាមកជាការស្លាច់ហើយអញ្ចឹងយើងអាចស្លេចទាំងអស់ហ្នឹងមកអូខេទាំង4ហ្នឹងហើយជាអក្សរ R បង្វិលវាឃើញអត់យើងអាចបង្វិលបានដាក់90 degree យើងវាយអក្សរ90ចូលមក enter ជិះប្តេកទៅនេះដេកស្អាតបាទឃើញអត់ចឹង UV គឺបែបហ្នឹងឯងតែពេលដាក់ហើយនេះក៏បាច់គោគ្នាអញ្ចឹងអត់យកទេចឹងពេលយើងចង់យក layout របស់យើងទៅធ្វើការ edit នឹង Photoshop គឺពិបាកមែនតើចឹងដាច់ខាតធ្វើអីគេរៀបចំវាចេញពីគ្នាអាទាំងអស់មួយនេះគេថា UV island អូខេចឹង island របស់វាអត់អាចកូនទៅទៀតបានទេចុចអក្សរ A មួយមកចុចបង្កើន UV មួយនេះយើងយកពាក្យថា pack island ចុចបាច់មកកន្លែងនេះយើងដោះ rotate មួយចោលឆ្នាំមួយពេលយើង pack UV island វានឹងធ្វើការអីគេធ្វើការរៀបចំឲ្យវាដាច់ពីគ្នារៀបចំថ្មីឲ្យបំពេញ space របស់វានេះបើ texture របស់យើងហ្នឹងបំពេញ space UV ទៅក្នុងហ្នឹងដើម្បីកុំឲ្យវាអីគេដើម្បីកុំឲ្យវាខាត texture density គឺចំនួន texture size ហ្នឹងឯងអូខេឥឡូវកុំថន់ខ្វល់ច្រើនយើងមើលតទៀតបើយើងយក rotate អញ្ចឹងវានឹង rotate ទៅដើមវិញឲ្យយើងហ្មងកន្លែងហ្នឹងណាសាកមើល pack មើលអូខេឃើញអត់វាជាធ្វើឲ្យបញ្ឈរដើម្បីចូលឲ្យពេញ texture របស់យើង Ctrl C មកវិញបើយើងអីគេដោះ rotate ចោលក្នុងអីគេ pack island ខ្ញុំដោះ rotate ចោលហើយយើងចុច pack ឃើញអត់អញ្ចឹងវាធ្វើការដាក់អីដដែលអញ្ចឹងគ្រប់យ៉ាងស្អាតតែម្ដងចុច tab មកចូលមកកាន់ object mode អញ្ចឹងយើងអាចដាក់ texture មួយមកហើយអូខេអញ្ចឹងផ្សេងទៀតដូចគ្នាដែរយើងចង់ធ្វើការយក texture មួយហ្នឹងមកប្រើmaterial មួយហ្នឹងមកប្រើព្រោះ material មួយហ្នឹងយើងមានភាសានេះគឺឈ្មោះអីគេដកឈ្មោះមកឧទាហរណ៍ថា wood អូខេដាក់ឈ្មោះជិះពីរដងមកដាក់ឈ្មោះបានដូចគ្នាឥឡូវឧទាហរណ៍ចង់យកផ្សេងទៀតប្រើ wood តែមួយយើងងាយក្នុង blender របស់យើងអាច link យកហ្មងចុចអានេះមួយមកចុច shift អានេះមួយ shift ចុចចុងក្រោយគេគឺឥឡូវនេះចុច shift ចុងក្រោយគេចុចវា highlight ប៉ុតទៅក្រូចអញ្ចឹងចុចមើលថាវាជា active object ចុងក្រោយចុច control L ហ្នឹងគឺ link control L យកពាក្យថា link materials ចុច point មកឲ្យឃើញអត់ប៉ុន្តែគ្រប់យ៉ាងឃើញអត់នេះអានេះយាស្អាតមកឃើញអត់ស្អាតទាំងអស់គឺវាអីគេខុសតុងទេយើងចង់បានដោយសារវាតបានរៀបចំ UV ចឹងដើម្បីងាយស្រួលធ្វើម៉េចដូចមិញអញ្ចឹងយើងបង្ហាញឲ្យយើងមិនស្អាតចុចលើវាមួយមកចុចអីគេចុច tab ចូលមកកាន់ edit mode ក៏ប៉ុន្តែយើងបង្ហាញឲ្យយើងមួយចុច tab មកវិញមកចុចតុកវិញតូចទេអញ្ចឹង texture របស់វាគឺអីគេក៏មិនធំហ្មងណាមិនអញ្ចឹងហ៎ចុចយើងអាចប្រើទាំងអស់នេះរួមនេះតែមួយ UV របស់វាដាក់នៅក្នុងអីគេដាក់នៅក្នុង texture តែមួយតែម្ដងមិនចាំបាច់ធ្វើម្ដងមួយទេអញ្ចឹងធ្វើម៉េចទាំងអស់ហ្នឹងមកចុច shift select ទាំងអស់ហ្នឹងមកហើយចុច tab ភាសាឧទាហរណ៍ចុច tab ចូលមកកាន់ edit mode ហើយចុចអក្សរ A មកវាធ្វើការ select ទាំងអស់តែម្ដងចុចនេះមានអត់ select អញ្ចឹង
ដោយសារយើងប្រើប្រាស់ជាមួយនឹង mirror modifier ចឹងយើងធ្វើតែមួយនេះមកអា3ទៀតគឺទៅទាំងអស់ហើយអត់បញ្ហាទេបានប៉ុណ្្នឹងហើយជាអក្សរ U ដដែលយើងយកពាក្យថា smart UV project ហើយចុច unwrap ឃើញមកវាស្អាតទេគឺវាគុំចូលទៅក្នុងអីគេ texture តែមួយយក UV island ច្រើនដាក់ក្នុង texture តែមួយអញ្ចឹង space របស់យើងអីគេពេញល្អមែនតើតែខាតព្យាយាមធ្វើឲ្យពេញកាន់តែល្អកុំឲ្យវាសល់ច្រើនតោះចាំមានថាវាខាតអីគេខាតចំនួន texture របស់យើងហើយអូខេយើងឃើញអត់លើមកហើយវាស្អាតហើយផ្លឹងប៉ុន្តែខ្លះនៅគេអត់ចង់ឲ្យយើងចង់បានអញ្ចឹងយើងអាចកែបានតែអត់បញ្ហាទេអញ្ចឹងចង់កែយើងអាច select បានឥឡូវឧទាហរណ៍ខ្ញុំ select លើវាខ្ញុំចុចនេះចុច alt មកជុំនោះវាមកទាំងអស់នេះទាំង3ទាំង4ហ្នឹងមកទាំងអស់ហ្មងព្រោះដាក់ខុសទីតាំងគ្នាអញ្ចឹងអត់បញ្ហាដែរសំខាន់គឺគេរៀបលក្ខណៈ smart ឲ្យយើងអូតូបើយើងអត់ចង់ឲ្យដាច់ពីគ្នាទេតែយើងធ្វើគេហែក UV ខ្លួនឯងបង្កើត sim ខ្លួនឯងអញ្ចឹងមកអញ្ចឹងវានឹងជាប់គ្នាយើងឲ្យប្រវត្តិតែម្ដងឥឡូវកំតល់ខ្វល់ដាក់តាមគេសិនទៅបានប៉ុណ្្នឹងហើយយើង rotate ដូចមិញអញ្ចឹងចុចអក្សរ R rotate 90 degree អញ្ចឹងវាផ្ដេកមកនៅផ្ដេកមកហើយអូខេតាមត្រូវហើយចុះអានេះឧទាហរណ៍អាមុខនេះខ្ញុំចង់ឲ្យវាផ្ដេកដែរអត់ចង់ឲ្យវាឈរជាងទេចុចចុចអីគេចុច Alt ចុចមកជុំនឹងមកវា loop select មិនចឹងហ៎ហើយអញ្ចឹងបវលវាចុចអក្សរអីគេអក្សរ R ដាក់90 degree ដែរអញ្ចឹងវាផ្ដេកមកដែរឃើញអត់អូខេចង់អាក្នុងដេកដែរចុចអក្សរ R 90 degree វាផ្ដេកដែរបាទឃើញអត់មកជុំខាងក្រោមនេះចុច Alt key ឬ Option key ក្នុង Mac ចុចប៉ុចមកសេចបញ្ជុំចុចអក្សរ R ដាក់90 degree ឃើញអត់ងាយមែនតើអញ្ចឹងយើងអាចធ្វើការគ្រប់គ្រងបានតាមចិត្តទៅលើ UV របស់យើងដូចគេដែរមួយនេះចង់ផ្ដេកចង់អីយើងមើលខ្លួនឯងទៅចុចមកយើងអាចអីគេ rotate 90 degree ជាការស្រេចជើងតុរបស់យើងមើលមិនទៅឥឡូវហ្នឹងគឺវាផ្ដេកមិនចឹងឲ្យឈើរបស់យើងចង់ឲ្យវាឈរចុច Alt មកជុំនឹងមកចុចមកនេះ4នេះចុចអក្សរ R 90 degree គឺវាឈរស្អាតណាស់អូខេទៅបាត់ហើយអូខេយើងទីជ្រុលមិញហ្នឹងឥឡូវមកវិញហើយអូខេគ្រប់យ៉ាង MZ មែនតើតោះទេប៉ុណ្ណឹងeasy នេះយើងអាចសាកល្បងខ្លួនឯងបានអូខេឥឡូវឧទាហរណ៍ថាខ្ញុំធ្វើមុនហ្នឹងម្ដងទៀតសេចភាសាទៀតមក tape ចូលមកការ edit mode ចុចអក្សរ A ដើម្បី select all យើងឃើញអត់នេះវាទៅពីកងលើគ្នាពេញហ្នឹងអញ្ចឹងជាទូទៅទៅពេលយើងធ្វើការតម្រៀប AI ស្អាតអស់ហើយយើងអាចចូលមកកាន់ UV ទៅពាក្យថា pack island ហើយទៅអីគេទៀតឡើងនេះដោះ rotate ចោលមកអញ្ចឹងដើម្បីរក្សា rotation របស់វានៅដដែលហើយចុចhack ភាសាទៀតយើងឃើញអត់នេះវាដាក់ចូលបំពេញផ្ទៃដដែលអត់មានកូនលើគ្នាមួយទេអញ្ចឹងយើងបានមកស្អាតតែម្ដងអូខេជាងរួចរាល់ហើយតើតើជាមួយនឹងអីគេការរៀបចំ UV និងការដាក់ texture មួយចូលប៉ុន្តែមិនទាន់ជាលក្ខណៈ PBR នៅឡើយទេ PBR ហ្នឹងយ៉ាងម៉េចទៅយើងប្រហែលទៅយើងធ្វើនេះមួយសិនមកខ្ញុំចង់ដាក់ជាលក្ខណៈទង់ដែងមួយចូល material ខ្ញុំចុច new ឧទាហរណ៍ខ្ញុំដាក់ថា brown អូខេ brown ហើយដាក់ពណ៌លក្ខណៈពណ៌ទឹកក្រូចយើងទង់ដែងមិនចឹងហ្នឹងចាស់តិចមកពណ៌របស់វាតែឥឡូវនឹងជាអីគេយើងមើលទៅវា matte វាអត់អីគេអត់រលោងភ្លឺស្អាតទេដោយសារអីដោយសារយើងអត់តកំណត់ metallic អីវានេះអីគេ metallic គឺលោហៈធាតុពេលណា metallic របស់យើងសូន្យមានន័យថាវាគឺជា plastic ពេលទី11មានន័យថាវាជាលោហៈ 100% តោះតែចឹងអញ្ចឹង material របស់យើងមានពីរប្រភេទសំខាន់ជា plastic ហើយនិងជាអីគេមួយទៀតគឺជា metal អូខេជា metal នោះគឺ metallic ហ្នឹងឯងឥឡូវឧទាហរណ៍វាជា metal ដាក់ metal មកតែវាអត់សូវរលោងភ្លឺល្អទេយើងមើលកន្លែង roughness វាថាឲ្យគ្រើមឬក៏ស្រអាប់ធ្វើឲ្យពណ៌យើងស្អាតឥឡូវឃើញស្អាតអត់ទេដោយសារ roughness វាលើគេ 0.5 ដាក់កាន់តែខ្លាំងវាកាន់តែស្រអាប់ថយតិចមើលពីយើងថយមកដល់0មីទៅគឺវារលោង 100% តែម្ដងគ្រប់យ៉ាងនៅជុំវិញស៊ីនរបស់យើងវាដាក់បញ្ចូលទាំងអស់តោះទេប៉ុណ្ណឹងតែកុំឲ្យភ្លឺពេករលោងពេកអត់កើតដែរកញ្ចក់របស់យើងដាក់អីគេដាក់អញ្ចឹងនេះមានកញ្ចក់ណាវាជាលោហៈធម្មតាដាក់ប៉ុណ្្នេះមកគឺល្មមស្អាតហើយឃើញអត់អូខេអញ្ចឹងយើងបានមួយហើយអានេះអត់ត្រូវទេកែខ្លួនឯងទៅអត់បញ្ហាខ្ញុំ copy បញ្ចេញហ្នឹងឲ្យគ្នាយើងខ្ញុំដាក់នៅក្នុង Telegram channel មួយចឹងទីយើងអាចចូលទៅ download យកមកធ្វើការបានអូខេចឹងអាផ្សេងទៀតនេះយើងអាចសាកល្បងធ្វើខ្លួនឯងមើលថាធ្វើបានស្អាតប៉ុណ្ណាផ្លូវតែមួយទេមិនចឹងហ៎អូខេឥឡូវឧទាហរណ៍ខ្ញុំចង់និយាយអំពី PBR materialization ឥឡូវយើងមានអីគេ texture យើងមួយហើយគឺអីគេនេះគឺឈើមិនចឹងហ៎ប៉ុន្តែយើងឃើញថាក្នុង folder របស់គេមុនហ្នឹងយើងមានច្រើនឃើញអត់នេះមានពណ៌នេះផងមានពណ៌ខៀវស្វាយអីចឹងផងហើយនឹងពណ៌អីគេមួយទៀតមួយនេះផងអញ្ចឹងមានថាមានច្រើនអីគេច្រើនពណ៌យើងដាក់ចូលអញ្ចឹងពណ៌ហ្នឹងជាអីគេអាដំបូងនេះគេហៅថា color ហើយយ៉ាងទៀតហៅថា albedo នោះគឺពណ៌ហ្នឹងឯងអញ្ចឹងដំបូងគឺពណ៌ឈើគឺឈើយើងតែឈើតែប៉ុន្តែភាពពិតរបស់វាឈើរបស់យើងមិនមែនអីគេលងស្មើទេមិនចឹងហ៎តែវាមានក្រហមកន្លែងណាតែគ្រើមវាត្រូវផុសចូលទៅក្នុងគេថាលងគឺវាលងមិនចឹងអញ្ចឹងអាផ្ទៃដែលយើងចង់ឲ្យវាលងឲ្យវាគ្រើមហ្នឹងយើងកំណត់បានតាមរយៈអីគេតាមរយៈ map ទាំងអស់នេះមាន map របស់គេហើយការបង្កើត map ហ្នឹងគឺមានកម្មវិធីរបស់គេសម្រាប់បង្កើតហើយតើតើកម្មវិធីអត់ទៅបង្ហាញទេខ្ញុំចង់និយាយអំពីការដាក់បញ្ចូលសិនមិនចឹងហ៎ឥឡូវឧទាហរណ៍ថា roughness
មាន rough ដែរមានតាំងពីស្នាមម្រាមដៃមានអីទៀតដែលមក play ហើយមានកន្លែងក្រើមចេះឃើញអត់ហើយពណ៌អីគេគឺពណ៌ប្រផេះមានពណ៌សពណ៌ខ្មៅពណ៌ប្រផេះក្នុងហ្នឹងពណ៌សតំណាងឲ្យតំបន់ដែលក្រើមខ្លាំងពណ៌ខ្មៅតំណាងឲ្យតំបន់ដែលអត់វាអីគេអត់ក្រើមតតែសោះហើយបើប្រផេះគឺក្រើមតិចទៅចាំណាជាមួយនឹង roughness map គឺអញ្ចឹង rough គឺស្រអាប់អញ្ចឹងពណ៌សគឺតំបន់ស្រអាប់ដាក់ចូលទៅគឺស្អាប់ឲ្យយើងយកហ្មងអញ្ចឹងយើងមើលទៅវា real អញ្ចឹងព្រោះឈើរបស់យើងគឺវាបែបហ្នឹងឯងអញ្ចឹងសាក់លបងទាំងអស់គ្នាអញ្ចឹងទីវាដាក់ចូលណាទីវាបញ្ចូលទៅក្នុង blender របស់យើងនៅក្នុង slot មួយទៀតអញ្ចឹងយើងបានមួយទៀតមកអូខេអត់នេះរូបរបស់យើងបង្ហាញនៅក្នុងអីគេតែ UV របស់យើងចានេះអីគេជាឈើរបស់យើងដើមនេះគឺ UV របស់យើងអញ្ចឹងធ្វើម៉េចទៅយើងមើលក្នុងនេះទីយើងបង្ហាញនេះយើងមុនពាក់ព័ន្ធជាមួយនឹងអីគេក្របមួយនេះមិនអញ្ចឹងឯង rough ទាំងធ្វើឲ្យវាអីគេស្រអាប់ឲ្យវារលោងមិនអញ្ចឹងដូចគ្នាដែរនៅក្នុងនេះយើងឈើរបស់យើងមកដាក់ rough ដែររបស់យើងនេះយើងអាចអីគេថែមថយបានតាមចិត្តពីដាក់មើលដាក់ដល់0មើលគឺទុកឲ្យយើងទៅអីគេទៅជារលោងភ្លឺខ្លាំងមែនតើចាំង HDI បញ្ចូលពេញនឹងមកឃើញរលោងអត់ទេគឺវារលោងខ្លាំងមែនតើបើយើងដាក់ទីគេឲ្យវារ៉ាស់មកគឺវាអាប់តាមនឹងទៅអូខេដាក់ដល់មួយគឺវាស្រអាប់សុទ្ធតែម្ដងវាអត់ដែរអញ្ចឹងឯងមិនដឹងឈើរបស់យើងតែវាតំបន់ដែលរលោងជាងធ្វើមិនទៅយើងអត់ចង់គ្រប់គ្រងជាមួយនឹង slider នឹងទេចង់គ្រប់គ្រងជាមួយនឹងតម្លៃអាមួយនេះព្រោះអាមួយហ្នឹងគឺអីគេគឺពណ៌ប្រផេះឃើញអត់អញ្ចឹងយើងគ្រប់គ្រងវាធ្វើមិនទៅយើងចុចអីគេយើង color របស់យើងនេះដាក់ color របស់យើងដាក់បញ្ចូលទៅក្នុង roughness ហ្នឹងមកក្នុង slot របស់វានេះឡើងមកផ្លឹបមកអញ្ចឹងវាធ្វើការគ្រប់គ្រងផ្ទាល់លើនឹងតែម្ដងមានអីកាត់ឡើងអត់ទេវាទៅទីទូចហើយបដាដែរប៉ុន្តែអត់ត្រូវ 100% ទេជាដើមឡើយហ្នឹងពេលយើងប្រើ roughness របស់យើងនេះជា map របស់យើងហ្នឹងដាក់ទៅគេធ្វើការ control ទៅលើ roughness shadow របស់យើងមួយហ្នឹងយើងត្រូវដូរកន្លែងនេះ color space ពី sRGB មកកាត់អីគេ non color មានថាវាអត់មានពណ៌វាប្រើតែពណ៌អីគេ grayscale ទេមិនចឹងហ៎បើយើងយក sRGB វាបញ្ហា error ទីទួចជិះយើងមើលទៅអត់អីកាត់ឡើងឃើញអត់ជិះយើងដូរប្រកាន់អីគេឡើយនេះដូរមកចាន់ non color អូខេចេញមកឃើញអត់នេះចឹងគេហាក់ស្អាប់ខ្លាយខ្លះអីគេខ្លាយខ្លះវារលោងតាមនឹងទៅឃើញអត់អូខេគឺបែបហ្នឹងពេលចាំងភ្លើងមកយើងឃើញនេះចាំងភ្លើងឡើងណាមកយើងឃើញស្អាប់រលោងឃើញអត់គឺវា real តែម្ដងអូខេអញ្ចឹងអាការដាក់អីគេដាក់ texture ច្រើនដើម្បីគ្រប់គ្រងទៅលើ channel នីមួយៗនេះអាហ្នឹងគេហៅថា PBR material ពីពីរបស់វាគឺ physically best render ហើយទៅសល់ផ្សេងទៀតអូខេសល់ផ្សេងទៀតនឹងអីខ្លះយើងបើគេមើលសល់អីគេវាសល់ពណ៌ស្វាយនេះមួយទៀតហើយនឹងពណ៌អីគេអាមួយនេះទៀតអានេះតែទៅជាមួយនឹង displacement មួយនេះមានពណ៌ហើយមាន2មានអីគេ normal គេថា normal អាហ្នឹង normal DX ហើយ normal GL សួរថាយើងប្រើមួយណាក្នុង Cinema 4D យើងប្រើមួយនេះ DL DirectX បើក្នុង Blender យើងប្រើ OpenGL ចេះប្រើ OpenGL នឹងមកទាញវាបញ្ចូលដែរមកអូខេមើលមួយធ្វើតាមខ្ញុំសិនអត់បញ្ហាទេយូរទៅយើងចាប់ហើយអាហ្នឹងអត់បញ្ហាមានវិធីមួយទៀតគឺលឿនដាក់មកអូតូបន្តិចតែម្ដងហើយអូខេគឺមើលសិនគេធ្វើម៉េចអញ្ចឹងនេះជាអីគេ normal មិនអញ្ចឹងយើងចង់ដាក់ចូលក្នុងអីគេនេះ normal មួយនេះប៉ុន្តែយើងអត់ដាក់ផ្ទាល់ទៅទេដោយសារអីយើងមើលអានេះមើលពណ៌អីគេនេះនេះលឿងទៅកាន់លឿងមិនអញ្ចឹងហ៎លឿងទៅកាន់ប្រផេះដាក់បានក៏ប៉ុន្តែលឿងដាក់ទៅអីគេទៅស្វាយអត់បានទេតោះតែមានមេខ្យល់របស់វាមួយចុះយើងដាក់មេខ្យល់របស់វាមួយមកចុច Shift A មួយមកយើងវាពាក្យថា normal មួយណាទៅមានច្រើនមិនអញ្ចឹងយកអានេះ displacement normal map ចុចវាមកអូខេចុះយើងបាន normal នឹងមកហើយយើងអាចដាក់ color របស់យើងនេះបញ្ចូលទៅក្នុងអីគេអាមួយណាក្រោមនេះទេច្រឡំចុះយើងអាចអូស color ដាក់ចូលទៅក្នុង color មួយហ្នឹងតោះណាយ៉ាងហើយយើងបាន normal មកនៅបានពណ៌ស្វាយមកនេះចុះយើងអាចទាញវាដាក់បញ្ចូលក្នុងអីគេនៅក្នុងកន្លែងនេះក្នុង note របស់យើងអាចសេទាំងពីរអូសទាំងពីរហ្នឹងមកចុច G យើងអាចរំកិលបានឃើញស្រួលទេអូខេជាងទី normal ដាក់បញ្ចូលទៅក្នុង normal នេះមកលុបឃើញអត់ចេញមកហើយយើងឃើញថាវាផុងចូលឯខ្លះវាហើបឡើងតាមរយៈអីគេ normal បែបរបស់យើងនេះចង់ឃើញ normal បែបរបស់យើងនេះស្រួលធ្វើម៉េចទៅជា control shift ចុចលើវាមកបោចជាយើងឃើញថាអីគេ normal របស់វាក្រាលទៅលើនឹងចឹងតំបន់របស់វានេះគ្នាមានពណ៌ខុសៗគ្នាចឹងតំណាងថាកន្លែងនេះផុងចូលក្នុងអីផុសឡើងលើអីចឹងទៅហើយទៅជាមួយនឹងការចុច control shift ដើម្បីមើលទៅលើអីគេទៅលើ note របស់យើងគឺយើងប្រើ note regular add on ចឹងយើងតែបញ្ចូលទេយើងអាចចុចមកក្នុង edit preferences អូខេ preferences នេះមកហើយយើង search ទៅក្នុង add on ជា free add on របស់វាស្រាប់បាយថា note regular នេះហើយដាក់ note regular ហ្នឹងហើយយើង install វាហើយយើងចូលទៅក្នុង address 3នេះយើងពាក្យថា save preferences ជាវាមកហើយចឹងមាន note regular ស្រួលមើលអញ្ចឹងចាំមើលដើមរបស់យើងធ្វើម៉េចទៅចុច control shift ចុចលើនេះមកបោចមកវិញឃើញអត់ហើយអាចសេរីបានទៀតនេះមាន strength របស់វាយើងថែមថយបានតាមចិត្តថែម strength ឲ្យខ្លាំងឲ្យតិចអីបានតាមចិត្តយើងទៅមើលមួយអូខេយើងទីមកហើយយើងមើលថាវាខ្លាំងប៉ុណ្ណាអីប៉ុណ្ណាទៅឃើញផុសឡើងស្អាតទេ
គឺផុសឡើងស្អាតតែម្ដងអូខេមើលទៅអត់តធ្វើស្អាត 100% ទេគឺយើងអាចចូលមកកែមួយទៀតព្រោះមិននឹងភ្លេចដូរអីគេនេះកន្លែង color របស់វាយើងត្រូវដូរពីអីគេពី sRGB មកកាន់ non color ដូចគ្នាអញ្ចឹងកែពី color value មួយគ្រប់យ៉ាងទៅអីគេ non color ទាំងអស់ជិះឃើញមើលទៅវា real ជាងមុនអត់ទេគឺវាដូចខ្លាំងមែនតើឃើញអត់នេះផុសស្អាតគឺអាចស្រេថែមថយអីហើយយើងមើលជាក់ស្ដែងឃើញអត់នេះផុសខ្លាំងផុសតិចបានតាមចិត្តអូខេជិះគាត់តែខុសតែបន្តិចឃើញអត់គ្រប់យ៉ាងគឺវាខុសច្រើនមែនតើអូខេជិះគ្រប់គ្រាន់ស្អាតអស់ហើយអូខេទៅជាមួយនឹងការរៀបចំទាំងអស់ហ្នឹងគេហៅថាលក្ខណៈ PBR material មាន color ផងមាន roughness ផងមានអីគេ normal អសមួយទៀតគឺ displacement អត់បង្ហាញឲ្យយើងឡើយទេចាប់លើកក្រោយយើងបង្ហាញឲ្យយើងឥឡូវយើងមើលប៉ុណ្្នឹងសិនណានៅសល់មួយទៀតបើយើងចង់ធ្វើការ resize texture របស់យើងឲ្យធំឲ្យតូចអីចឹងយើងធ្វើម៉េចអូខេអញ្ចឹងយើងអាចប្រើ node ពីរទៀតដើម្បីគ្រប់គ្រងទៅលើទំហំទីតាំងហើយនឹង rotation របស់វាឥឡូវឧទាហរណ៍ខ្ញុំឈរនេះយើងមើលស្រួលដើម្បីបង្កើត map របស់យើងចុច shift A មួយមកខ្ញុំវាយថា map UV mapping គឺអាមួយនេះចុច mapping ហ្នឹងមកគឺយើងមានជាលក្ខណៈអីគេនេះមាន vector មាន location rotation ហើយនិង scale គ្រប់បានទាំងអស់ហើយទី vector របស់យើងនេះដាក់ចូលក្នុង vector មួយទៀតបងណាអញ្ចឹងបានប៉ុណ្្នឹងហើយយើងអាចសេរីបាននៅសេរីអត់បានទេទី error អស់ទេ error អស់ហើយព្រោះយើងអត់ដឹងថាវាធ្វើការ map ទៅលើអីគេទៅត្រូវមានអីគេមួយទៀតជា shift A គឺ texture coordinate អូខេចេញមកហើយ coordinate ហ្នឹងគឺរបស់វានឹងយើងមាន UV បើយើងរៀបចំ UV ហើយមិនអញ្ចឹងហ៎ជាយើងប្រើ UV ហ្នឹងមកបើអត់មាន UV ទេយើងប្រើផ្សេងរឿងផ្សេងនិយាយទៀតយើងប្រើ UV ដាក់ចូលក្នុងអីគេក្នុង vector នេះផ្លឹបមកគឺត្រូវ 100% ឃើញអត់ទេចឹងសាឡបងធ្វើការអីគេធ្វើការរំកិល location x ឧទាហរណ៍យើងរំកិលមកឃើញអត់វាហត់ទៅហត់មកឃើញអត់ control Z មកមានអីគេ y អូខេបានតាមចិត្តចឹង rotate យើង rotate បានទីឃើញអត់ rotate បាន2 degree តាមចិត្តរបស់យើងមើលតាមចិត្តស្ដែងហើយ scale ឲ្យធំឲ្យតូចអីបានតាមចិត្តអូខេចុះឧទាហរណ៍ scale ទាំង3ចង់ scale ម្ដងទៅទាំងអស់ហ្នឹងមកអត់ចង់មាន x y z អីទេជីអូសទាំង3នេះចុចជាប់អូសខ្វាច់មកទីពណ៌ខ្មៅលេងមកផ្លឹបយើងដាក់ដូច5ចូលឧទាហរណ៍ enter មកគឺទៅទាំងអស់ហ្មងឃើញអត់ក្នុង Blender ស្រួលថងហ្នឹងប៉ុន្តែពេលយើងធ្វើអញ្ចឹងដាក់បានតែមួយទេអាផ្សេងទៀតអត់ទៅជាមួយជាយើងធ្វើម៉េចដើម្បីទៅជាមួយគ្នាយើងអាចអូស vector នេះយើងអូស G មកគ្រប់តិចមក vector ហ្នឹងដាក់ចូលក្នុង vector នេះផងដាក់ចូល vector របស់អីគេសងដាក់ចូល vector របស់ account នេះផងអញ្ចឹងធ្វើតែមួយទៅទាំងអស់ហ្មងអូខេឥឡូវឧទាហរណ៍ដាក់ដូច3បានហើយអូខេទៅទាំងអស់ឃើញអត់គ្រប់យ៉ាងគឺ perfect ប្រាប់មួយទៀតពាក់ព័ន្ធជាមួយនឹងការរៀបចំ scale 3តម្លៃអញ្ចឹងបើយើងចង់ធ្វើម្ដងទៅទាំងអស់ស្មើគ្នាហ្មងយើងប្រើ node មួយទៀតគឺ value តម្លៃជី value នឹងមកយើងទាញហ្នឹងចូលឲ្យគេនៅក្នុង scale ហ្នឹងហ្មងអញ្ចឹងមានថាយើងវាយតែមួយទៅទាំងអស់ហើយ0ហ្នឹងអត់ងាយទាំងអស់ along cell ដាក់លេខ1មក enter ចេញមកឃើញអត់គឺ1ទៅទាំងអស់មាន1 ស្មើ x y z ទៅជាមួយគ្នាដាក់2មើលហ្នឹងចឹងចឹងដាក់5ដាក់អីតាមចិត្តរបស់យើងវាយតែម្ដងទៅទាំងអស់ហ្មងគេលឿនអូខេប៉ុណ្ណឹងនេះជាលក្ខណៈអីគេយើងរៀបចំPBR material លក្ខណៈ manual យើងធ្វើដោយដៃខ្លួនឯងទាំងអស់មានវិធីមួយទៀតគឺលឿនជាងហ្នឹងមិនចាំបាច់ធ្វើអញ្ចឹងទេគឺយើងប្រើជាមួយនឹងអីគេ node regular add on របស់យើងដាក់ម្ដងទៅឲ្យយើងអូតូទាំងអស់ហ្មងឥឡូវលុបចោលសិនគ្នាយើងមើលអូទាំងអស់ចេះសក់ x មកលុបអស់ហើយឃើញទេសក់តែពណ៌ធម្មតាវិញហើយអញ្ចឹងចង់ដាក់ PBR material ទៅក្នុងអីគេ principle BSDF របស់យើងនេះអញ្ចឹងយើងធ្វើម៉េចចុចលើវាហើយជា control shift Tជាវាឲ្យយើងធ្វើការជ្រើសរើសរូបភាពតាម channel របស់វានីមួយៗមានទាំងអីគេ color roughness displacement map normal map អញ្ចឹងចូលក្នុងអីគេ folder របស់យើងមានច្រើនណាស់ឃើញអត់ចូលនេះមួយមកជី control យកមួយណា GL មិនចឹងហើយនឹង roughness អានេះទុកចោលទៅต้องខ្វល់វាយើងប្រើតែ3បានហើយចុចវាថា principal texture អីគេ set up ចុចបោចមកវាធ្វើការរៀបចំមកយើងសិប្រវត្តិតែម្ដងយើងឃើញអត់នេះដាក់ចូលមកអត់នេះ color របស់យើងចូល base color នេះ roughness បញ្ចូលទៅអីគេក្នុង roughness ហើយនឹង normal របស់យើងដាក់ចូលទៅអីគេ normal map ទាញ normal ចូលទៅក្នុង normal ហើយមានអីគេទៀតមាន mapping និង texture coordinate ជាប់មកទាំង3រួមគ្នាតែម្ដងតយើងមិនស្អាតយើងមិនចាំហត់ទេហើយគ្រប់យ៉ាង perfect អត់ទេ 100% បែបបិទតែវាអត់មានអីគេអត់មាន value មួយយើងអាចថែមខ្លួនឯងបានតែនេះអត់មាន value ទេវាយចូលខ្លួនឯងចង់ថែមចុច shift A វាយ value ចូលខ្លួនឯងមកគឺមួយនេះចុចបោចអូខេហើយទាញចូលទៅក្នុងអីគេក្នុង scale របស់យើងនេះមកដាក់លេខ2អញ្ចឹងទៅឧទាហរណ៍ទៅទាំងអស់តែម្ដងទាញប៉ុន្មានក៏បានដែរតែចិត្តរបស់យើងនេះទាញសេរីលេខខ្លួនឯងទៅចង់ពវល់កន្លែងទាំងអស់មាន rotation ហើយនិង location របស់យើងចង់រំកិលវាទៅណាក៏បានអត់ពេញចិត្តទីតាំងរំកិលទីតាំងបែបហ្នឹងគេហៅថារបៀប set up PBR material នៅក្នុង Blender
អញ្ចឹងពេល basic របស់វាបង្ហាញគ្នាយើងប៉ុណ្្នឹងសិនយើងទៅជាយើងធ្វើមួយឲ្យច្បាស់សិនចាំយើងបន្តទៅកាន់ tutorial ថ្មីមួយទៀតយើងបង្ហាញគ្នាយើងបន្ថែមដល់ហើយពេលយើងធ្វើទៅមុខទៀតយើងមកសាកដើមចុះសាកដើមឡើងច្រើនដងហើយប៉ុណ្្នឹងទៅច្រើនដងទៅយើងនឹងអាចចាំបានតែម្ដងអូខេអញ្ចឹងយើងអាចដាក់ខ្លួនឯងមកអានេះយើងមិនដឹងទេសាកល្បងខ្លួនឯងទុកពេលវេលាឲ្យគ្នាយើង Ctrl L link material ចូលមកអត់ទាន់មាន UV ឃើញคลิกទេអត់ស្អាតទេអញ្ចឹងត្រូវអីគេត្រូវការរៀបចំ UV ហើយ UV រៀបចំមិនយើងសាកល្បងខ្លួនឯងទៅអូខេតែប៉ុណ្្នឹងទេអូខេចឹងនេះមានតែប៉ុណ្្នឹងទេនេះយើងអាចចូលទៅក្នុង Telegram Channel ដើម្បីធ្វើការ download asset មកធ្វើការអនុវត្តមានទាំង model ហើយមានទាំង texture អូខេអញ្ចឹងជួបគ្នាក្នុងវីដេអូក្រោយអរគុណច្រើន